មកសួរគ្នាអាហ្នឹងយើងមកធ្វើលំហាត់មួយលំហាត់ចំនួន3លំហាត់បាទលំហាត់3ហ្នឹងរួមមានគេថាឲ្យបង្ហាញព្រីមីទីវដែលលំហាត់កគេមាន nx ស្មើ 3x បូក5និង nx ស្មើ3ហើយលំហាត់ទីខគេមាន nx ធំ x ស្មើនឹង 5x គីបដក 7x និង nx ស្មើនឹង 15x ការ៉េដក 7លំហាត់កគេមាន s ធំ x ស្មើនឹង 3 ស្មើគុណ x ការ៉េដក 1 ដក 9ហើយនឹង nx ស្មើនឹង 6x គុណនឹង ស្មើគុណ x ការ៉េដក 1ចូលមកដល់ដំណោះស្រាយហើយយើងបង្ហាញ nx s ធំ x ជាព្រីមីទីវ nx ក៏យើងមាន nx s ធំ x ស្មើនឹង 3x បូក5និង nx ស្មើនឹង 3ហើយបើយើងតាមនិយមន័យគេថា s ធំ x វាជាព្រីមីទីវកាលណា s ធំព្រីម x ណាវាស្មើនឹង nx នេះគេថាដោយ s ធំព្រីម x ស្មើនឹង nx យើងយក 3x បូក5ដែលជា s ធំនៃ x ហ្នឹងលើកជា derivative មកហើយយើងឃើញថាឲ្យវាស្មើនឹង nx ហើយដល់ពេលយើងបន្ទាប់ពីយើង derivative មកយើងឃើញថា3ស្មើ3ពិតអញ្ចឹងវាពិតជាដូចតាមនិយមន័យដែលគេថាមែនដូចដែលនិយមន័យដែលគេថាកាលណាដល់តាមនិយមន័យកាលណា s ធំ x ជា primitive កាលណា s ព្រីមនៃ x ស្មើនឹង nx អាហ្នឹងវាពិតតាមដូចនិយមន័យវាមែនអញ្ចឹងដូចនេះ nx ធំ x ហ្នឹងវាជា primitive nx ឯងបាទហើយយើងចូលមកដល់លំហាត់ខយើងមាន s នៃ x s ធំនៃ x ហ្នឹងវាស្មើ 5x គីបដក 7x ហើយនឹង s x ស្មើ 15x ការ៉េដក 7ហើយយើងដាក់តាមនិយមន័យមកតាមនិយមន័យ s ធំនៃ x ជា primitive កាលណា s ព្រីមនៃ x ស្មើ nx ហើយយើងដាក់ដោយ s ធំព្រីមនៃ x ស្មើនឹង nx ហើយយើងជំនួសអានុគមរបស់ s ធំនៃ x ហ្នឹងមកអានុគមវាគឺ 5x គីបដក 7x ហើយលើកជា derivative ឲ្យស្មើនឹងអានុគមរបស់ nx ដែលអានុគមរបស់ nx ហ្នឹងវាស្មើនឹង 15x ការ៉េដក 7ហើយយើងបន្ទាប់ពីឆ្លងកាត់ derivative មកយើងឃើញថា derivative របស់អានុគម s ធំនៃ x ហ្នឹងវាស្មើនឹង 15x ការ៉េដក 7ហើយវាស្មើនឹង 15x ការ៉េដក 7ឃើញថាវាស្មើគ្នាអញ្ចឹងពិតដូចកម្មនិយមន័យដែលគេបានចារមកអញ្ចឹងហើយយើងធ្វើការដូចនេះមកដូចនេះ s ធំនៃ x ជា primitive នៃ nx លំហាត់កនេះវាមើលទៅរៀងញ៉ៃតិចតែយើងមាន s ធំនៃ x ហ្នឹងស្មើ 3 ស្វ័យគុណ x ការ៉េហើយដក 1ហើយដកនឹង9ផ្សេងទៀតហើយដល់ពេល nx ស្មើនឹង 6x ស្វ័យគុណ x ការ៉េដក 1ហើយយើងតាមនិយមន័យដែរមកតាមនិយមន័យ s ធំនៃ x ជា primitive កាលណា s ព្រីម x ស្មើ s ធំព្រីម x ស្មើនឹង nx ហើយយើងដាក់មកដោយ s ធំលើកជា derivative ស្មើនឹង nx អញ្ចឹងយើងចំនួនអនុគមវាចូលមក3ស្វ័យគុណ x ការ៉េដក 1ដក 9លើកជា derivative ស្មើនឹង 6x ស្វ័យគុណ x ការ៉េដក 1ហើយយើង derivative មកដល់នេះវាជា derivative ស្វ័យគុណអុយអញ្ចឹង derivative ស្វ័យគុណអុយស្មើនឹងអុយព្រីមស្វ័យគុណអុយអញ្ចឹងយើងដាក់មកបាន3គុណនឹង x ការ៉េដក 1លើកជា derivative គុណនឹង ស្វ័យគុណ x ការ៉េដក 1តែ derivative 9នេះវាទៅអស់បាត់ហើយ derivative ទេស្មើ0អញ្ចឹងវាយើងបាច់ដាក់វិញសេវាវិញទេហើយ0មិនទៅសេទេអញ្ចឹងយើងស្មើនឹង 6x គុណនឹង ស្វ័យគុណ x ការ៉េដក 1ហើយ derivative ហើយយើងឃើញថា derivative នេះវាមានស្វ័យគុណ2អញ្ចឹងវាស្មើនឹង derivative ស្វ័យគុណ n x ស្វ័យគុណ n អញ្ចឹងតម្លាក់មក n ស្វ័យគុណដក 1អញ្ចឹងយើងបានយើងកាត់បន្តិចមកបាន3គុណនឹង 2x គុណនឹង ស្វ័យគុណ x ការ៉េដក 1ស្មើនឹង 6x ស្វ័យគុណ x ការ៉េដក 1យើងឃើញថា 6x ស្វ័យគុណ x ការ៉េដក 1ស្មើនឹង 6x ស្វ័យគុណ x ការ៉េដក 1ប្រហែលហើយវាពិតស្មើគ្នាពិតអញ្ចឹងវាពិតថាវាដូចតាមនិយមន័យដែលគេផ្សាមកអញ្ចឹងដូចនេះវាជា prime n ធំ n វាជា primitive របស់ n នេះបាទតែប៉ុណ្ណឹងតែមិនដាក់ឲ្យលំហាត់ណា